នឹងមានរឿងអ្វីកើតឡើងបើសិនជាខ្ញុំយកជាមួយនឹងឡាន Mustang របស់ខ្ញុំនេះយកទៅប្រណាំងជាមួយនឹងម៉ូតូចង់មុនយើងធ្វើការប្រណាំងគឺយើងត្រូវមកដឹងពីស្ពេចរបស់ឡានរបស់ខ្ញុំសិនចឹងសម្រាប់ឡានរបស់ខ្ញុំគឺជា Mustang 2016 EcoBoost ដែលមានជាមួយនឹងម៉ាស៊ីន 2.3 អាចផលិតជាមួយនឹងកម្លាំង horsepower រហូតដល់310ប៉ុន្តែឡានរបស់ខ្ញុំគឺធូរឡើងរហូតដល់380 horsepower ឯណោះចង់បន្ទោះបីជាមួយនឹងឡានគឺមានម៉ាស៊ីនធំមែនក៏ប៉ុន្តែទម្ងន់វិញគឺរហូតដល់1650ហើយនៅក្នុងគឺមានពជា3កេសនេះចឹងឡើង1700គីឡូយើងទៅមើលជាមួយស្ពេចម៉ូតូវិញចង់មួយនេះគឺជាម៉ូតូ Yamaha X-Ride 125cc ដែលមានជាមួយនឹងកម្លាំង horsepower 9 horsepower ក៏ប៉ុន្តែម៉ូតូនេះគឺស្ទុះមែនតើដោយសារតែទម្ងន់របស់ម៉ូតូនេះគឺត្រឹមតែ98គីឡូក្រាមទេបើប្រៀបធៀបជាមួយឡានគឺលើខ្វះគ្នារហូតដល់7ដល់10ដងចង់ដឹងមើលថាជាមួយម៉ូតូ 125cc មែនពិតប៉ុន្តែអាចធ្វើការយកឈ្នះជាមួយនឹងឡានខ្ញុំដែរទេចង់មើលជាមួយនឹង track race ទាំងអស់គ្នាចង់មើលយើងធ្វើការ track race ឥឡូវនេះគឺយើងធ្វើការមកតេស្តជាមួយនឹង speed រយៈចម្ងាយ100ម៉ែត្រសិនចង់ដឹងថាមើលជាមួយនឹងម៉ូតូក៏ដូចជាជាមួយនឹងឡានប្រើរយៈពេលប៉ុន្មានដែរយើងធ្វើការតេស្តចម្ងាយ100ម៉ែត្រហើយយើងឃើញថាជាមួយនឹងឡានរបស់ខ្ញុំគឺប្រើរយៈពេល 6.22 វិនាទីនៅក្នុងការទទួលបានចម្ងាយ100ម៉ែត្រឥឡូវនេះគឺយើងធ្វើការមកតេស្តជាមួយនឹង speed រយៈចម្ងាយ100ម៉ែត្រជាមួយនឹងម៉ូតូប្រើរយៈពេលប៉ុន្មានដែរអូខេលឿនមកគេបន្ទាប់ពីយើងធ្វើការយកម៉ូតូតេស្តចម្ងាយ100ម៉ែត្រហើយយើងឃើញថាជាមួយនឹង Yamaha X-Ride គឺចាយពេល 7.66 វិនាទីឥឡូវនេះចង់ដឹងមើលទោះបីជាលើខ្វះគ្នា1វិនាទីមែនចាំមើលជាមួយនឹងការ track race ម៉ូតូអាចធ្វើការយកឈ្នះជាមួយនឹងឡានរបស់ខ្ញុំបានដែរឬទេអូខេប៉ុណ្ណឹង100ម៉ែត្រឯងឃើញថាជាមួយនឹងម៉ូតូគឺចាញ់យើងប្រហែលជា2វិនាទីឥឡូវកុំឲ្យថាឡានគឺវាខ្លាំងឥឡូវគឺយើងនឹងធ្វើការទៅតេស្តជាមួយចម្ងាយ50ម៉ែត្រវិញម្ដងចង់ដឹងថាជាមួយមើលជាមួយនឹងម៉ូតូអាចធ្វើការយកឈ្នះជាមួយនឹងឡានបានដែរទេយល់អូខេយើងប៉ុណ្ណាជាមួយនឹង50ម៉ែត្រដែរឃើញថាជាមួយនឹងម៉ូតូគឺនៅតែមិនអាចឈ្នះជាមួយនឹងឡានបានទេក៏ប៉ុន្តែគឺចាញ់គ្នាតាមរយៈបែបបន្តិចតែម្ដងហើយអ្នកនេះប្រកាសនិយាយថាឈួតទេយើងម៉ូតូយកទៅប៉ុណ្ណាមួយឡាន Yes អ្នកនេះប្រកាសជាគិតយ៉ាងគឺវាត្រូវហើយប៉ុន្តែខ្ញុំចង់ប្រាប់អ្នកនេះថាសាំងឥឡូវគឺវាឡើងថ្លៃខ្លាំងណាស់នៅក្នុងមួយអាទិត្យអន់បំផុតក៏អស់50រៀលដែរសម្រាប់ម៉ូតូវិញមួយអាទិត្យទេរត់5រៀលឲ្យឃើញណាស់ទៅចង់ដោយសារតែម៉ូតូ Yamaha X-Ride របស់យើងគឺជាប្រភេទម៉ូតូប្រណិតភាពបច្ចេកវិទ្យាក៏ដូចជាផាសុខភាពដែលមានជាមួយបច្ចេកវិទ្យា technology លយដូចជាអំពូល LED ហើយជាមួយនឹង hazard lamp ដែលអាចធ្វើការបើកជាមួយភ្លើងសុំផ្លូវកុងទ័រខ្ជីខ្ជួលគួរឲ្យស្រឡាញ់មើលកុងទ័រល្បឿនកុងទ័រ 30M កម្លាំងម៉ាស៊ីន 125cc ហើយជាមួយនឹងប្រអប់កែបវិញគឺប៉ុណ្ណាណៃតែម្ដងតែវិញក៏លយទៅគ្នាជាមួយនឹង new graphic design smart key អាចចុចរើម៉ូតូពីចម្ងាយបានក៏ដូចជាជាមួយចង្កូតគឺចេញមកគឺមិនឲ្យយើងចុចក្នុងចុចកែទេសម្បកកង់ស្ពណ៌គ្មានពោះវៀនទោះបីជាធ្លាក៏យើងអាចបន្តដំណើរទៅមុខបានដែរក៏ដូចជាជាមួយនឹង blue core ដែលធ្វើឲ្យជាមួយកម្លាំងម៉ាស៊ីនរបស់យើងគឺស្ទុះប៉ុន្តែគឺមិនឲ្យជាមួយម៉ាស៊ីនយើងញ័រអាកាសគឺអីទេគឺប្រសិទ្ធភាពគឺអែមស្រែមែនតែនក៏ដូចជាមិនឲ្យឡើងកម្ដៅធ្វើឲ្យជាមួយនឹងម៉ាស៊ីនយើងដំណើរការមិនល្អហើយជាពិសេសគឺជាមួយនឹងបូមដែលគ្នាបូនសាប់តែងជីទៅគឺនិយាយពីតាស្មូតក្លុកក្លាក់ក្លុកក្លៀតអីជីទៅគឺគ្មានដឹងអាឡែអីមកបៀទេអញ្ចឹងសម្រាប់អ្នកគាត់ចាប់អារម្មណ៍ជាមួយនឹង Yamaha X-Ride នេះអ្នកគ្នាអាចធ្វើការរកទិញនៅទីណាក៏បានដែរហើយសម្រាប់តម្លៃវិញគឺក្រោម$2000ទេអ្នកគ្នានឹងទទួលបានជាមួយម៉ូតូដូចខ្ជិះខ្ជួតគួរឲ្យស្រឡាញ់ជាពិសេសមកគឺស្ទុះកម្លាំងខ្លាំងអាចធ្វើការយកទៅដេញជាមួយនឹងឡានស្ពណ៌បាន Yamaha X-Ride